ក្នុងថ្ងៃដ៏មហាមង្គលថ្លៃថ្លានេះសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ដេចយាងថ្វាយបង្គំព្រះបរមរូបព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគង់នៅខាងមុខឈៀងឦសាននៃព្រះរាជដំណាក់គុណថបុប្ផាក្នុងព្រះបរមរាជវាំងការថ្វាយបង្គំគោរពចំពោះព្រះបរមរូបព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងឱកាសនេះគឺជាកតញ្ញូកតវេទិតាធម៌ប្រកបដោយការគោរពដ៏ខ្ពង់ខ្ពស់ថ្វាយព្រះមហាករុណាធិគុណដ៏ប្រសើរថ្លៃថ្លារបស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋដែលសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រមទាំងព្រះរាជវង្សានុវង្សនិងប្រជាជាតិកម្ពុជាទាំងមូលមានសេចក្តីនឹករលឹកសោកស្ដាយរកអ្វីប្រៀបផ្ទឹមពុំបានជាមួយនឹងសេចក្តីអំណរព្រះរាជគុណជាអនេកបការគ្មានថ្ងៃបំភ្លេចបានចំពោះព្រះរាជគុណូបការៈដ៏ធ្ងន់បំផុតតាមរយៈស្នាព្រះហស្ថដ៏ឧត្តមឧត្តមជាប្រវត្តិសាស្ត្ររបស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងមួយព្រះជន្មព្រះអង្គបានគិតគូរពីឧត្តមប្រយោជន៍ជាតិលើសអ្វីៗទាំងអស់ក្នុងនោះព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចទាមទារបានមកវិញនៅឯករាជ្យបូរណភាពទឹកដីខ្មែរបានគង់វង្សព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុតក្នុងព្រះរាជកិច្ចផ្សះផ្សាបង្រួបបង្រួមជាតិឯកភាពជាតិនិងព្រះរាជកិច្ចស្ថាបនាព្រះរាជសមិទ្ធផលកសាងសង្គមឲ្យមានការរីកចម្រើនតាំងពីសម័យសង្គមរាស្ត្រនិយមដ៏រុងរឿងរហូតដល់សម័យកាលបច្ចុប្បន្នមិនតែប៉ុណ្ណោះសម្ដេចឪសម្ដេចតាទួតជាអង្គម្ចាស់នៃយើងព្រះអង្គមានព្រះរាជហឫទ័យទុកដាក់គ្រប់ពេលវេលាក្នុងព្រះរាជកិច្ចរួមសុខរួមទុក្ខជាមួយនឹងទុក្ខលំបាករបស់ប្រជារាស្ត្រទីតលក្រប្រជារាស្ត្រជួបការលំបាកដោយប្រការផ្សេងនៅទូទាំងប្រទេសធ្វើឲ្យកូនចៅទូតរបស់ព្រះអង្គបានរស់នៅក្នុងសេចក្តីសុខសុភមង្គលbật lên đó bật lên ai sụp lên ai mạo tia tà tà ព្រោះទស្សនិកជន